នេះជារបៀបប្រើភ្លើង Ulanzi VL120 ដែលបងប្អូនគួរតែដឹងភ្លើងនេះមានរហូតដល់3មុខងារពិសេសដែលទី1នោះគឺប្រភេទ RGB ដែលបងអាចលេងពណ៌ផ្សេងៗបានជាច្រើនហើយនឹងទី2នោះមានរហូតដល់20 effect និងទី3គឺវាមានប្រភេទជាភ្លើង bicolor ដែលអាចឲ្យបងប្អូនថតបានពីពណ៌សរហូតដល់ពណ៌ពងមាន់ផងដែរនៅខាងក្រោយនេះជាប្រភេទ screen ភ្លើង LED ដែលបង្ហាញពីព័ត៌មានភ្លើងផ្សេងៗដែលយើងកំពុងប្រើដើម្បីបើកភ្លើងនេះបងគ្រាន់តែចុចទៅលើ power button តមកទៀតវានឹងលោតចូលទៅកាន់មុខងារ bicolor ហើយនៅខាងក្រោម power button នេះវាមានកង់បវល2ដែលទី1នោះអាចឲ្យបងបវលដូរពណ៌ពីពណ៌សទៅពណ៌ពងមាន់បានកង់បវលទី2នោះគឺជាកន្លែងដែលអាចឲ្យយើងសេរីនៅភាពភ្លឺខ្លាំងឬក៏ភ្លឺតិចនៃភ្លើងបានហើយដើម្បីចូលទៅកាន់ mode RGB បងគ្រាន់តែចុចទៅលើ power button ម្ដងសម្រាប់ mode នេះបងគ្រាន់តែរុញកង់បវលនៅកន្លែងនេះឡើងលើឬក៏ចុះក្រោមដើម្បីដូរពណ៌ផ្សេងៗបានបងអាចសេរីនៅភាពភ្លឺខ្លាំងភ្លឺតិចបានដោយគ្រាន់តែបវលនៅកង់ទី2ហើយបងក៏អាចសេរីភាពដិតនៃពណ៌បានដែរដោយគ្រាន់តែចុចនៅលើ power button មួយសារទៀតហើយបន្តមកទៀតបងអាចបវលទៅលើកង់ទី1ដើម្បីបន្ថែមបន្ថយនៅភាពដិតនៃពណ៌ហើយដើម្បីចូលទៅកាន់ mode effect បងគ្រាន់តែចុចទៅលើ power button ម្ដងទៀតដែលបងអាចផ្លាស់ប្ដូរពីមួយ effect ទៅមួយ effect ដោយគ្រាន់តែបវលនៅលើកង់ទី1នេះហើយភ្លើងនេះយើងក៏អាចប្រើជាមួយនឹងប្រភេទ silicone នេះបានផងដែរដែលវាជួយឲ្យភ្លើងរបស់យើងមានភាពស្រទន់ទីឯនៅខាងលើនេះវិញគឺជាកន្លែងសាកថ្មដែលជាប្រភេទ run type C ភ្លើងនេះវាក៏មានជើងដែលអាចឲ្យយើងចាប់ជាប់ជាមួយនឹង tripod ហើយនឹងកាមេរ៉ាហើយបើសិនជាបងចង់បានភ្លើងដែលអាចដូរពណ៌បានច្រើនបងអាចសាកមកប្រើជាមួយនឹងភ្លើង VL120 នេះបាន